តើអ្នកជឿទេថាមានសំណង់ប្រាសាទថ្មដ៏អាកំបាំងមួយត្រូវបានកសាងឡើងតាំងពី 12000 ឆ្នាំមុនពោលគឺមុនពេលមនុស្សស្គាល់អក្សរនិងមុនពេលសាងសង់ប្រាសាទអេស៊ីបរាប់ពាន់ឆ្នាំទៅទៀតប្រាសាទកូបេកលីថេប៉េគឺជាសំណង់ថ្មដ៏អាកំបាំងមួយដែលត្រូវបានលាក់ខ្លួនរាប់ពាន់ឆ្នាំនៅលើតំបន់ខ្ពង់រាបភាគអាស៊ីអាគ្នេយ៍នៃប្រទេសទួរគីអរិយៈពេលជាច្រើនទសវត្សរ៍មកហើយអ្នកវិទ្យាសាស្ត្រអ្នករាយបុរាណវិទ្យាតែងតែជឿថាមនុស្សសម័យថ្មរស់នៅតាមបែបពន្លេចរដើរបរបាញ់សត្វព្រៃនិងបេះផ្លែឈើតែប៉ុណ្ណោះគេគិតថាមនុស្សសម័យនោះគ្មានសមត្ថភាពគ្មានបច្ចេកវិទ្យានិងគ្មានរចនាសម្ព័ន្ធសង្គមដើម្បីសាងសង់សំណង់ធំៗនោះទេប៉ុន្តែនៅឆ្នាំ 1994 ការស្វែងរកឃើញប្រាសាទកូបេកលីថេប៉េបានធ្វើពិភពលោកញាប់អើនិងបានផ្លាស់ប្ដូរការយល់ដឹងអំពីប្រវត្តិសាស្ត្រមនុស្សជាតិទាំងស្រុងសម្ព័ន្ធភាពនិងភាពអស្ចារ្យនៃស្ថាបត្យកម្មប្រាសាទកូបេកលីថេប៉េត្រូវបានរកឃើញថាមានអាយុកាលប្រហែលជា 9600 ឆ្នាំមុនគ្រិស្តសករាជពោលគឺប្រហែលជា 12000 ឆ្នាំមុនវាមានអាយុកាលចាស់ជាងប្រាសាទពីរ៉ាមីតដ៏ល្បីល្បាញរបស់ប្រទេសអេស៊ីបរហូតដល់ 7000 ឆ្នាំនិងចាស់ជាងសំណង់ Stonehenge នៅអង់គ្លេសជិត 6000 ឆ្នាំហើយអ្វីដែលធ្វើអ្នកវិទ្យាសាស្ត្រស្រឡាងកាំងបំផុតនោះគឺសសរថ្មយៈរាងអក្សរ T មានសសរថ្មកំបោរធំៗទម្ងន់ចាប់ពី10ទៅ50តោនត្រូវបានគេកាត់តម្រៀបគ្នាជារង្វង់រូបចម្លាក់លម្អិតនៅលើសសរថ្មទាំងនោះមានចម្លាក់យ៉ាងស្រស់ស្អាតជារូបសត្វសាហាវដូចជាសិង្ហពស់ខ្លានិងខ្យាដំរីគ្មានឧបករណ៍ធ្វើពីលោហៈសំណង់ដ៏ស្កឹមស្កៃនេះត្រូវបានបង្កើតឡើងដោយគ្មានការប្រើប្រាស់ឧបករណ៍ដែកឬលោហៈធាតុអ្វីនោះឡើយពីព្រោះមនុស្សសម័យនោះប្រើប្រាស់តែឧបករណ៍ធ្វើអំពីថ្មតែប៉ុណ្ណោះអាកំបាំងនិងសំណួរដែលគ្មានចម្លើយតើសំណង់នេះត្រូវបានគេសង់ឡើងដើម្បីអ្វីអ្នកវិទ្យាសាស្ត្រជឿថាកូបេកលីថេប៉េគឺជាប្រាសាទឬជាទីសក្ការៈបូជាដំបូងគេបង្អស់របស់ពិភពលោកវាបង្ហាញថាមនុស្សមិនមែនជាអ្នកចាប់ផ្ដើមធ្វើកសកម្មទើបបង្កើតសាសនានិងសាងសង់ប្រាសាទនោះទេប៉ុន្តែគឺជាជំនឿនិងសាសនាទៅវិញទេដែលជាកម្លាំងរុញច្រានឲ្យមនុស្សជួបជុំគ្នាបង្កើតបានជារចនាសម្ព័ន្ធសង្គមនិងចាប់ផ្ដើមរស់នៅជាសហគមន៍ប៉ុន្តែអាកំបាំងដ៏ធំបំផុតប្រហែលជា 8000 ឆ្នាំមុនគ្រិស្តសករាជសំណង់ដ៏អស្ចារ្យនេះត្រូវបានគេលុបបំបាត់និងកប់ចោលក្រោមដីដោយចេតនាដោយគ្មាននរណាដឹងពីមូលហេតុពិតប្រាកដឡើយហើយរហូតដល់សព្វថ្ងៃនេះគេទើបតែជីកកកាយយកបានប្រហែលជា 5% ប៉ុណ្ណោះនៃផ្ទៃដីសរុបប្រាសាទកូបេកលីថេប៉េនៅតែជាប្រវត្តិសាស្ត្រដ៏អាកំបាំងនៃបុព្វបុរសប្រជាជនទួរគីចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញយល់ឃើញយ៉ាងណាដែរចំពោះប្រាសាទដ៏អស្ចារ្យមួយនេះសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះហើយប្រសិនបើបងប្អូនចូលចិត្តនៅរឿងរ៉ាវអាកំបាំងប្រវត្តិសាស្ត្រនិងរបបកំហើញប្លែកៗជុំវិញពិភពលោកបែបនេះសូមកុំភ្លេចជួយចុច Follow និងជួយចុច Subscribe ឆានែល YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានទស្សនា